បាទជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍បងប្អូនជាទាំងអស់គ្នាជាថ្មីម្ដងទៀតមកកាន់ Channel Mr. Mat Cambodia បាទដែលមានខ្ញុំបាទលោកគ្រូឡើងពីឡើងហើយថ្ងៃនេះលោកគ្រូលើកយកលំហាត់បាទតកតងទៅនឹងចំនួនអាសនៈទានណាការគណនាចំនួនអាសនៈទានមកថាគឺគណនាចំនួនដែលជាប់ទៅដោយ radical លំហាត់ទាំងអស់នេះគឺតកតងទៅនឹងសិប្បកម្មទី9បាទវាជាកលឹះមួយសម្រាប់សិប្បកម្មទី9ទី10ដល់11 12ហើយសម្រាប់សិស្សផ្សេងទៀតក៏វាជាកលឹះដ៏សំខាន់ដែរទី12ក៏ត្រូវការយកមកប្រើដែរចំពោះចំនួនអាសនៈទាននេះគឺយើងយកមកប្រើវាជាប្រចាំតែម្ដងណាបងប្អូនឥឡូវនេះប្រធានលំហាត់របស់យើងនៅលើ whiteboard របស់ខាងលោកគ្រូរួចជាស្រេចហើយបាទប្រធានលំហាត់របស់យើងគឺនៅលើ whiteboard របស់ខាងលោកគ្រូហើយណាបាទទាមទារឲ្យតែបងប្អូនទាំងអស់គ្នាធ្វើការដោះស្រាយទេណាមិនអញ្ចឹងឥឡូវយើងមើលប្រធានលំហាត់របស់យើងមានលើហើយតែយើងត្រូវដោះស្រាយមិនអញ្ចឹងលោកគ្រូនឹងបង្ហាញបាទលោកគ្រូនឹងបង្ហាញអំពីកលឹះខ្លះៗនៅក្នុងការដោះស្រាយលំហាត់មួយនេះណាលោកគ្រូនឹងបង្ហាញអំពីកលឹះខ្លះៗក្នុងការដោះស្រាយលំហាត់មួយនេះអូខេបងប្អូនទាំងអស់គ្នាឥឡូវហ្នឹងតោះដើម្បីកុំឲ្យខាតពេកលោកគ្រូនឹងបង្ហាញកលឹះរបស់វាអញ្ចឹងយើងមានណាអូខេយើងមានបាទលំប្រធានលំហាត់របស់យើងគឺប៉ុណ្ណឹងណា11បូក6ឬ2ណាបូកហ្នឹងកន្លែងបូកនឹងគ្រូដាក់ពើពណ៌ក្រហមចុះដើម្បីឲ្យបងប្អូនចំណាំណា27ដក10ឬ2ណាអូខេនេះជាប្រធានលំហាត់របស់យើងបាទប្រធានលំហាត់របស់យើងនេះបងណាជាប្រធានលំហាត់របស់យើងអញ្ចឹងយើងត្រូវធ្វើម៉េចអូនត្រូវចាំថាដើម្បីដោះស្រាយលំហាត់មួយនេះលោកគ្រូនឹងបង្ហាញអំពីកលឹះមួយជា rule ទូទៅបានជាវិធីសាស្ត្រទូទៅរបស់វាណាយើងមើលរូបមន្តនេះគឺវារៀងចេះ a ក្រេបូក 2ab បូក b ក្រេវាស្មើនឹង a បូក b លើកជាក្រេនេះធ្វើមិនចម្លែកហ្នឹងទៅជាអញ្ចឹងណាដូចគ្នាយើងអាចសរសេរចេះ a ក្រេបូក b ក្រេបូក 2ab គឺស្មើនឹង a បូក b លើកជាក្រេនេះជាវិធីសាស្ត្រមួយដើម្បីក្នុងការបំបែកវាមួយហ្នឹងហាក់មួយហ្នឹងណារូបមន្តទាំងពីរហ្នឹងគឺតែមួយទេឃើញណាអូនតើមើលចេះតួខាងមុខនេះគឺតួ a ក្រេបូក b ក្រេអានេះតួដកពីដង ab ហ៎ពីដង ab គឺយើងយកមកបំបែកជារបៀបហ្នឹងណាលំហាត់មួយនេះលោកគ្រូនឹងបំបែកក្នុងទម្រង់ជារូបមន្តបែបអញ្ចឹងលោកគ្រូយកកន្សោមនេះយកមកបំបែកសិនណាមកមើលជាមួយលោកគ្រូតែយើងត្រូវបំបែកមកអញ្ចឹងត្រូវចាប់មួយឲ្យជាប់បាទលោកគ្រូនឹងចាប់ដើមធ្វើវារៀងសម្រាយអូនតិចអូនទាំងអស់គ្នាមើលនេះគេយកតួ2ដង AB យកមកបំបែកអានេះ2ដង AB មាននេះអានេះគឺ A ក្រេបូក B ក្រេនេះតួមុខនេះណាអានេះតួមួយនេះគឺបូក2ដង AB នេះឃើញណាអញ្ចឹងយើងត្រូវបំបែកធ្វើម៉េចឲ្យចេញ A ស្មើប៉ុន្មាន B ស្មើប៉ុន្មានដើម្បីយើងយកមកខ្លាំងវាយកមកញែកអានេះណាយកមកញែកអញ្ចឹងអានេះ2ដង AB បើ2ដង AB និយាយមក2ដង AB របស់យើងគឺស្មើ6ឬ2ហ៎ណាអញ្ចឹងនាំមកយើងបាន AB ស្មើប៉ុន្មាននាំមកយើងបាន AB គឺស្មើនឹង3ឬ2ហ៎3ឬ2អញ្ចឹងយើងយក3ឬ2យកមកបំបែកហ៎តើតួ A ស្មើប៉ុន្មានតួ B ស្មើប៉ុន្មានអញ្ចឹង3ឬ2 3ឬ2វាស្មើប៉ុន្មានគុណប៉ុន្មានគឺស្មើនឹង3គុណ2 3គុណឬ2មើលអត់ទាន់ណា3គុណឬ2អញ្ចឹងច្បាស់ជា3ការ៉េគុណនឹងឬ2ការ៉េណា3ការ៉េបូកនឹងឬ2ការ៉េទៅវាស្មើ11វិញហ៎ស្មើ11វិញឃើញណាវាស្មើ11វិញអញ្ចឹងមកថាគឺយើងយកមកបំបែកវាជាទម្រង់បែបនេះបាទចំពោះគ្រប់លំហាត់ទាំងអស់มันប្រកាសថាបំបែកចេញទេយល់ទេវាមានកលឹះរបស់វាប៉ុន្តែនេះគឺជាជំរើសទី1នៅក្នុងការដោះស្រាយខ្ញុំសូមបញ្ជាក់ចឹងវាមិនមែនគ្រប់លំហាត់ទាំងអស់សុទ្ធតែចេញបែបហ្នឹងទេប៉ុន្តែនេះគឺជាជំរើសទី1នៅក្នុងការដោះស្រាយណាអញ្ចឹងលោកគ្រូចេញបានកន្លែងហ្នឹងគឺលោកគ្រូអាចសរសេរបាន9
បូក6ឬ2បូក2 9បូកនឹង2គឺស្មើ11វិញហីឃើញទេហេតុអីបើយើងសរសេរញែកមកអញ្ចឹងគឺយើងអានេះបំបែកក្នុងប្រយោគក្នុងប្រយោគយើងណាយើងទៅមកបំបែកនៅក្នុងប្រយោគរបស់យើងណាបាទបន្តមកទៀតយើងចូលដល់ទូបន្ទាប់កន្សោមបន្ទាប់នេះកន្សោមមួយនេះកន្សោមមួយហ្នឹងគឺយើងដូចគ្នាអូនមើលតួនេះគឺតួ a ការ៉េបូក b ការ៉េ a ការ៉េបូក b ការ៉េដក2ដង ab ឃើញទេមើលតើណានេះអានេះគឺតួ a ការ៉េបូក b ការ៉េនេះគឺតួដក2ដង ab នេះសញ្ញាដកណាបាទអញ្ចឹងដើម្បីឲ្យងាយស្រួលបំបែកគឺយើងតួនេះយើងមើល2ដង ab យើង2ដង ab របស់យើងគឺស្មើប៉ុន្មានស្មើ10ឬ2ឃើញណាស្មើ10ឬ2អញ្ចឹង ab របស់យើងស្មើប៉ុន្មានស្មើនឹង5ឬ2ឃើញណាស្មើ5ឬ2អញ្ចឹង5ឬ2គឺយើងស្មើនឹង5គុណនឹងឬ2ឃើញណាមើលតើណាប្រពូគាត់នឹងសម្រាប់ទេប្រពូគាត់តែសម្រាប់ទេអញ្ចឹងដើម្បីឲ្យបានតួ a ការ៉េបូក b ការ៉េយើងមើល5ការ៉េបូកនឹង2លើការ៉េស្មើ27វិញហ៎ស្មើ27ហ៎5ការ៉េ25 2ការ៉េ2 27វិញហ៎បាទអញ្ចឹងគឺយើងបំបែកបានគឺយើងបំបែកបាននេះតួនេះគឺស្មើនឹង25បាទដក10ឬ2ហើយនឹងបូក2ណាបូក2មើលតើណាមើលតើដល់ពេលហ្នឹងយើងលេងមានអីជាការបារម្ភហ៎វាលេងជាកន្លឹះហើយណាដល់ពេលហ្នឹងយើងចាប់ជាកតាមកយើងចាប់ជាកតាចូលរៀងមកបាទពូលុបចេញណាអញ្ចឹងចាប់ដើមស្មើនឹងកន្សោមទី1លោកគ្រូអាចសរសេរសម្រាប់តិចចាស់គឺ3ការ៉េបូក6ឬ2បូកឬ2ការ៉េឃើញណាហ្នឹងលោកគ្រូសរសេរសម្រាប់តិចចាស់ណាសញ្ញាប្រមាណវិធីបូកគឺនៅនេះតែបើសិនតែបកាយគាត់យល់ហើយមិនចាំទេធ្វើដោយលោកគ្រូទេវាវែងឆ្ងាយពេកចានេះគឺស្មើនឹង5ការ៉េដក10ឬ2បូកឬ2ឃើញណាបាទស្មើបន្តទៀតដល់កន្លែងហ្នឹងគឺបងអូនអាចយល់បានណាវាអត់មានអីវាកលឹកនៅកន្លែងតែបំបែកតិចទេអញ្ចឹងអានេះគឺស្មើនឹង3បូកឬ2លើកជាការ៉េឃើញណា3បូកឬ2លើកជាការ៉េព្រោះចូលរូបមុនណាចូលរូបមុន a ការ៉េបូក2ដង ab បូក3ការ៉េឃើញណានេះសញ្ញាប្រមាណវិធីបាទអញ្ចឹងអានេះក៏ដូចគ្នាដែរ5ដកឬ2លើកជាការ៉េណាមកតួនពេលយើងបញ្ចេញមកបាទដល់ពេលហ្នឹងយើងចាប់បានបញ្ចេញមកហ្នឹងកន្សោមនេះគឺចេញមក3បូកឬ2សញ្ញាប្រមាណវិធីតមកគឺ5ដកឬ2សញ្ញាប្រមាណវិធីណាស្មើនឹងប៉ុន្មានបងប្អូនទូទាត់គ្នាមកគឺស្មើនឹង8ហើយណាកលឹះវានៅតែតិចហ្នឹងទេឲ្យតែបងប្អូនយល់ពីកលឹះហ្នឹងអញ្ចឹងដូចនេះ11 6ឬ2បូកនឹង27ដក10ឬ2ហ្នឹងគឺស្មើនឹង8ណានេះគឺជាចម្លើយណាបងណានេះគឺជាចម្លើយអញ្ចឹងកលឹះរបស់វាគឺនៅខាងកន្លែងបំបែកហ្នឹងតិចទេណាកលឹះរបស់វាគឺនៅកន្លែងតែបំបែកហ្នឹងបន្តិចទេណាបងប្អូនទាំងអស់គ្នាអញ្ចឹងអូខេអរគុណបងប្អូនទាំងអស់គ្នាយើងនឹងទៅជួបគ្នានៅលំហាត់បន្ទាប់ទៀតជាមួយនឹងលោកគ្រូទាំងអស់គ្នាលោកគ្រូនឹងព្យាយាមរកលំហាត់ល្អៗដើម្បីយកមកបង្ហាញជូនបងប្អូនទាំងអស់គ្នាអរគុណបាទយើងនឹងជួបគ្នានៅវីដេអូបន្តទៀត